បេក្ខជនទី1របស់ពួកយើងគឺអ្នកនាងលូយ៉ូយ៉ូហាបេក្ខជនទី2គឺលោកប្រធានស៊ីមសូមអញ្ជើញលោកប្រធានស៊ីមចៃដន្យណាម្លេះតាមដូចខ្មោចលងអញ្ចឹងចិត្តបន្តិចទៅក្រែងនាងមិនចង់ចាញ់ទេហេតោះការប្រកួតចាប់ផ្ដើមមិនអីទេតាសោកស្ដាយផងគូដែលទទួលបានចំណាត់ថ្នាក់ចុងក្រោយគេគឺលោកប្រធានស៊ីមនិងអ្នកនាងលូយ៉ូយ៉ូចុះអ្នកទាំងអស់គ្នាថាត្រូវពិន័យពួកគាត់ដោយរបៀបណាស្រោចទឹកកកស្រោចទឹកកកអ្នកមកនៅក្នុងបន្ទប់ខ្ញុំធ្វើអីលោកស្រីស៊ីមភ្លេចទំនាក់ទំនងពួកយើងលឿនម្លេះប៉ុន្តែក្រុមហ៊ុនឯណាដឹងឆាយយើងគេមិនអាចកក់បន្ទប់តែមួយឲ្យពួកយើងទេអ្នកប្រើល្បិចបន្លំការងារធ្វើរឿងផ្ទាល់ខ្លួនមែនទេអ្នកចង់ធ្វើអីនាងកំពុងមានផ្ទៃពោះខ្ញុំអាចធ្វើអីនាងកើតទៅឬមួយនាងចង់អត់ទេខ្ញុំមិនចង់ទេឡើងមកកុំកម្រើកធ្វើខ្លួនឲ្យល្មមបន្តិចស្ដាប់បង្គាប់បន្តិចមកខ្ញុំលាបថ្នាំឲ្យលោកស្រីស៊ីមនាងកំពុងរំពឹងអីហ្នឹងខ្ញុំលេងអីហើយខ្ញុំពិតជាលេងអីមែនតើថ្ងៃនេះខ្ញុំជួយនាងបំរុងតបស្នងខ្ញុំយ៉ាងម៉េចដែរខ្ញុំយប់មិញនេះមានរឿងអីជាមួយលោកប្រធានស៊ីមអត់ហ្នឹងនិយាយស្អីនឹងឯងអូខេលេងចែកចៅឯងហើយនេះជារាយការណ៍ហិរញ្ញវត្ថុខែមុនប្រធានឲ្យឯងយកទៅជូនលោកប្រធានស៊ីមលូយ៉ូយ៉ូឯងនិយាយពាក្យផ្អែមល្ហែមយកចិត្តអញបន្តិចទៅមើលក្រែងលោកក្នុងនាមជាបងប្អូនពេលនៅក្រុមហ៊ុនធានហេងអញអាចជួយមើលថែឯងខ្លះមិនបាច់ទេអ្នកមីងឥឡូវស្រឡាញ់អញខ្លាំងណាស់ឯងប្រយ័ត្នមាត់ក៏បន្តិចទៅប្រយ័ត្នអញធ្វើឲ្យឯងបាត់បង់ការងារឥឡូវអាស្រ័យលើឯងហេលូយ៉ូយ៉ូអញហ៊ានខ្ពើមអញផងហេចាំមើលទៅលោកប្រធានអ្នកដែលបង្កើតរឿងអាស្រូវរំខានដល់ជីវិតផ្ទាល់ខ្លួនរបស់លោកស្រីរកឃើញហើយបាទគឺត្រូវជាប្អូនស្រីលោកស្រីហាងសៀវសៀវបណ្ដេញនាងហាងនឹងចេញភ្លាមហើយរៀបចំការសម្ភាសផ្ទាល់ខ្លួនឲ្យបានលឿនជាងនេះបាទយល់ព្រមជំរាបសួរលោកប្រធានស៊ីមតើលោកមានគម្រោងយ៉ាងណាដែរចំពោះគូស្នេហ៍របស់លោកតាមពិតទៅខ្ញុំរៀបការរួចហើយលោកប្រធានស៊ីមឡើងសម្ភាសផ្ទាល់ខ្លួនថែមទាំងសារភាពថារៀបការរួច